ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Centro ថ្ងៃនេះក៏យើងមកបន្តសេរីរបស់យើងបន្តទៀតហើយគ្នាយើងណាដែលមិនចុច Subscribe ក៏ចុចបានណាតើតើក៏បានច្រើនចុចដល់សេរីយើងតែម្ដងបណ្ដាសេរីរបស់យើងមកដល់ពេលព្រឹកឡើងយើងបានឃើញថាទូប្ររបស់យើងនឹងបានដើរមើលជុំវិញទីក្រុងនឹងទៅហើយទូប្ររបស់យើងបានគិតថាតើគាត់នឹងត្រូវធ្វើដូចម្តេចដើម្បីឲ្យវប្បធម៌តុក្កតានេះរីកចម្រើនហើយទាំងប៉ាណូនៅទីហ្នឹងភាគច្រើនគឺជារូបភាពទោះបីជាវាមានការសរសេរក៏ដោយហើយគាត់នឹងបានលើកថាមនុស្ស3នាក់ក្នុងចំណោម10នាក់ហ្នឹងគឺអត់ចេះអានអក្សរទេប៉ុន្តែការដែលភ្ញាក់ផ្អើលហ្នឹងគឺក្មេងៗត្រូវបានបណ្ដុះបណ្ដាលខាងផ្នែកយោធាហើយជាក់ស្ដែងហ្នឹងកាមេរ៉ាក្នុងជួរកងទ័ពហ្នឹងវាមានរយៈពេលខ្លីពួកគេហ្នឹងមិនមានសិទ្ធិស៊ីវិលធម្មជាតិទេហើយស៊ីនីឈីហ្នឹងមកសួរតកម្មប្រុសថាតើគាត់ហ្នឹងដូចគ្នាអត់ប្រុសហ្នឹងបានតបទៅកាន់ស៊ីនីឈីថាគាត់ហ្នឹងធ្លាប់នៅក្នុងជួរកងទ័ពដែរហើយមួយសើហ្នឹងនាងក៏ដូចគ្នាហើយគាត់ហ្នឹងបានលើកថាការវាយប្រហាររបស់មួយសើហ្នឹងក៏ពិតជាខ្លាំងមែនទែនពេលហ្នឹងមីរីបាននិយាយថាគាត់ហ្នឹងមិនគួរគិតរឿងហ្នឹងពេកទេដោយសារតែនៅមានសំណងនៅក្នុងភពលោកយើងផ្ទាល់ចឹងណាគាត់ហ្នឹងមិនគួរបង្កើតកន្តើយរឿងហ្នឹងទេហើយសង្គមរបស់យើងហ្នឹងទទួលយកអ្វីដែលនៅសេសសល់ហើយស៊ីនីឈីហ្នឹងបានតបទៅវិញថាគាត់ហ្នឹងដឹងហើយនៅពេលហ្នឹងប្រុសបាននិយាយថាវាដល់ពេលសម្រាប់ហើយយើងបានឃើញថាមានក្មេងៗពីរនាក់រត់មកដូចគ្នាពួកគេទាំងពីរនាក់មកសួរទៅកាន់ស៊ីនីឈីថាតើហ្នឹងជាណាគេហើយគាត់បានតបថាហ្នឹងគឺជាប្រុសហើយទូប្រុសរបស់យើងហ្នឹងបានឲ្យសភៅបង្ការទៅកាន់ពួកគេទាំងពីរនាក់ទៅគេទាំងពីរនាក់ហ្នឹងមកសួរទៅកាន់ទូប្រុសរបស់យើងថាតើហ្នឹងជាគេប្រុសរបស់យើងមកសួរថាតើពួកគេហ្នឹងដែលលេងអត់ហើយពួកគេទាំងពីរនាក់ហ្នឹងបានតបថាពួកយើងហ្នឹងក៏ដែលលេងអីទាំងអស់យើងមានតែពេលហ្វឹកហាត់និងពេលប្រមូលផលទេចាប់សត្វតាមផ្ទះនិងភ្ជួរស្រែដូច្នេះហើយមកជាពួកយើងហ្នឹងគឺមិនអាចអានសភៅបានទេគឺមានតែពួកអភិជននិងអ្នកវិទ្យាសាស្ត្រតែប៉ុណ្្នឹងឯងតែសត្វពួកយើងហ្នឹងគឺគ្មានគ្រូបង្រៀនទេស៊ីនីឈីបានគិតថាក្នុងករណីនេះពួកគេគឺមិនអាចរីករាយក្នុងរឿងបន្លំលោនិងតុក្កតាបានទេការពេលតនៅពេលទូប្រុសរបស់យើងអានសភៅអាណាស្ដាប់ហើយយើងបានឃើញថាអាណាហ្នឹងក៏នៅតែអង្គុយលើផ្លូវរបស់ទូប្រុសរបស់យើងដែរហ្នឹងចំណែកទូប្រុសរបស់យើងវិញគេថាគាត់ហ្នឹងគឺសង្ងំតែម្ដងតែគ្មានការឆ្លើយតបនឹងអាណាមកសួរតែកាន់ទូប្រុសរបស់យើងថាតើគាត់ហ្នឹងកើតអីមែនស្រាប់ពេលណាមួយសិនមកមើលទ្វារចូលមកហើយអូនមកនិយាយថានាងហ្នឹងបានរៀបចំតែខ្លះអាណាហ្នឹងបានតបទៅកាន់នាងថាមានណាគេសំរឿងនឹងទេទីនេះជីហ្នឹងបាននិយាយថាយកចូលមកប៉ុន្តែត្រូវបានអាណាហ្នឹងបាននិយាយទៅកាន់គាត់ថាតើគាត់ហ្នឹងកំពុងនិយាយពីអីគេទីនេះជីបានតបថាសារពងករបស់គាត់ហ្នឹងគឺស្ងួតខ្លាំងមែនទែនចឹងហើយគាត់ហ្នឹងគឺខ្សំសម្រាប់បន្តិចមើលទៅកាន់អាណាវិញគឺខឹងញើសខ្លួនតែម្ដងហើយអូនហ្នឹងមកក្រោកចេញពីស៊ីនីឈីទៅចំណែកទូប្រមកយើងវិញក៏ឃើញចឹងភ្លាមគាត់ហ្នឹងគឺធូរត្រង់ផ្លេតហើយនៅពេលហ្នឹងអាណាមកស្រែកបន្ទោសទៅកាន់មួយសើទៅដែលថានាងហ្នឹងគឺតែចូលតាមទ្វារមុខចំណែកមួយសើវិញនាងក៏ពិតជាភ័យខ្លាចមែនទែនហើយនាងមកសុំទោសទៅកាន់អាណាទៅអាណាហ្នឹងបាននិយាយថាសម្បីតែឡៃនៃមួយសើហ្នឹងគឺរំខាននាងខ្លាំងមែនទែនគិតតែថាលោកគ្រូហត់ហើយមួយសើហ្នឹងមកសុំទោសទៅកាន់អាណាម្ដងទៀតទៅនេះជីបានជួយនិយាយថាសារតែមួយសើហ្នឹងជាអ្នកបម្រើហើយយើងក៏បានឃើញថាទូប្រុសយើងក៏បានក្រាបដៃទៅក៏បានគិតថាអីមកជាអាណាហ្នឹងប្រើពាក្យស្ដីបន្ទោសទៅកាន់មួយសើអញ្ចឹងអាណាហ្នឹងមកស្ដីបន្ទោសទៅកាន់មួយសើទៅថាមិនមែនជាមនុស្សបើជាអេវទៅវិញនៅទូប្រុសរបស់យើងវិញក៏បាននឹកឃើញនៅពេលមនុស្សស្រីហ្នឹងគឺថាឲ្យគាត់អាណាហ្នឹងបានបន្តនិយាយថាមួយសើហ្នឹងគឺមិនត្រូវបានស្វាគមន៍នៅក្នុងភូមិអេវទេហើយរស់នៅជាមួយវាភក់ត្រូវធ្វើយ៉ាងណាមិនសិនជាមានក្លិនស្អុយមកលើនាងបានលុតចុះផលិតទៅដល់កាន់នំចង់គុំទៅកាន់មួយសើទៅចំណែកមួយសើវិញគឺឈរស្ងៀមតែម្ដងហើយពេលហ្នឹងដែរគឺបានទូប្រុសរបស់យើងហ្នឹងជួយដែលថាស៊ីនីឈីហ្នឹងចាប់ដៃអាណាជាប់តែម្ដងហើយយើងមើលទៅកាន់ទូប្រុសរបស់យើងវិញគឺថាមុខរបស់គាត់គឺពិតជាកាចខ្លាំងមែនទែនអាណាវិញគឺឈរគាំងមួយកន្លែងហើយស៊ីនីឈីបានគិតថារឿងទាំងអស់ហ្នឹងជារឿងធម្មតានៅក្នុងប្រទេសហ្នឹងទេហើយគាត់ហ្នឹងបានចាប់នំចេញពីដៃអាណាវិញទៅអាណាមកសួរទៅកាន់ស៊ីនីឈីថាមិនជាគាត់ហ្នឹងការពារមនុស្សតូចទៀតដូចជានាងអញ្ចឹងហើយទូប្រុសរបស់យើងបានសុំទៅកាន់អាណាទៅដែលថាគាត់ហ្នឹងគឺអត់ចង់ឃើញរឿងទាំងអស់ហ្នឹងទេសារតែមានមនុស្សទៅជាប្រមាថគាត់ចឹងណាអាណាមកសួរទៅកាន់គាត់ថាតើគាត់ហ្នឹងកំពុងនិយាយពីអីគេស៊ីនីឈីបាននិយាយថាក្នុងវប្បធម៌របស់យើងហ្នឹងវាមិនមានភាពខុសប្លែកគ្នាក្នុងសង្គមនោះទេសេរីភាពសមត្ថភាពស្ថិរភាពវប្បធម៌របស់យើងគឺពឹងផ្អែកទៅលើគំនិតបែបនេះបើសិនជាអ្នកចង់រីករាយនៅវប្បធម៌ដែលគាត់កំពុងតែនាំមកហ្នឹងគាត់នឹងចង់ឲ្យអ្នកហ្នឹងយល់ពីវាដែរអាណាមកសួរទៅកាន់គាត់ថាតើសមត្ថភាពហ្នឹងជាអីគេប្រុសរបស់យើងបានគិតថាតើគាត់ហ្នឹងត្រូវបញ្យល់រឿងហ្នឹងដែរមែនណាមកនិយាយថាគាត់ហ្នឹងជាមនុស្សអត់កម្បាំងម្នាក់អ្នកប្រកែមិនត្រឹមត្រូវគេលុះក៏អញ្ចឹងដែរហើយស៊ីនីឈីហ្នឹងក៏បានសពលោទៅកាន់អាណាទៅដោយយកទៅតាមស្មារតីរបស់អ្នកចន្ទៈរបស់អ្នកក្នុងការប្រឆាំងគ្រោះថ្នាក់បើសិនជាអ្នកមិនច្បាស់លាស់អ្នកហ្នឹងគិតថាវាគ្រប់គ្រាន់ហើយអ្នកហ្នឹងក៏អត់ទោសឲ្យអ្នកបម្រើដឹងដែរក៏លើចាំភ្លាមមួយសិនហ្នឹងមកអរគុណទៅកាន់អាណាដូចគ្នាអាណាមកនិយាយថាទោះជាយ៉ាងណាក៏ដោយពងផ្ដោក្នុងការបញ្ជាទីថ្មីគាត់នឹងគួរតែបង្រៀនភាសាជប៉ុនមកកាន់នាងផងដែរអ្នកបម្រើនេះដឹងហើយដូច្នេះខ្ញុំជាម្ចាស់ស្ត្រីគឺមិនអាចត្រាំបានទេនាងនឹងរៀនភាសាជប៉ុនទើបមកនាងនឹងមើលវប្បធម៌តុក្កតាហើយនាងនឹងចាំមើលតែគាត់នឹងមានប្រយោជន៍ក៏អត់ណាមកនិយាយថានាងគឺបាញ់អត់ទោសឲ្យមួយសើបានទេហើយក៏រៀនភាសាជប៉ុនជាមួយ CG ដោយខ្លួនឯងហើយមួយសើក៏បានយកព្រមដូចគ្នាហើយយើងក៏បានឃើញថាអាណានឹងក៏បានដើរទៅកាន់រាជវាំងរបស់នាងវិញទៅនៅស៊ីនីឈីវិញគាត់បានយកសពទៅកាន់មួយសើទៅសើមកសួរទៅកាន់គាត់ថាតើគាត់នឹងចង់ផឹកតែម្ដងទៀតអត់ស៊ីនីឈីមានថាសារតអ្នកបានធ្វើមកអែលសម្រាប់គាត់នឹងគឺចង់ញ៉ាំ
ញ៉ាំវាតែម្ដងចំណែកអាមួយវិញក៏លើចង់ព្រាមនឹងគឺពិតជាស្បានចិត្តខ្លាំងមែនទែនកាពីតទៅពេលយប់ឡើងបានគិតថាមីនីរីនឹងកំពុងតែផ្លាស់ខោអាវនាងមានថាស៊ីនីឈីនឹងកំពុងតែប្រឈមជាមួយគ្រោះថ្នាក់នាងគួរតែប្រាប់រឿងមួយទៅកាន់គាត់ផងដែរហើយពេលហ្នឹងនាងមិនចាំអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីហើយនាងមកកាន់កំភ្លើងទៅដល់ពេលដែលនាងមកវាកណ្ដោនឹងគឺជាសត្វចិញ្ចក់នឹងឯងថាចិញ្ចក់នឹងពិតជាសំណាងខ្លាំងមែនទែនយើងមកមើលទូប្រាប់មកយើងវិញថាគាត់កំពុងកាត់ចង្គៀងដើរអញ្ចឹងទៅពេលកំពុងដើរនឹងគាត់មិនចាំអារម្មណ៍ថាមានភ្លើងមួយជាពីបន្ទប់មួយអញ្ចឹងណាហើយទូប្រាប់មកយើងបានបើកទ្វារចូលទៅហើយដល់ពេលគាត់បើកទ្វារចូលទៅក៏បានឃើញមួយសើកំពុងអានសៀវភៅស៊ីនីឈីមកជួយទៅកាន់មួយសើថាតអូននឹងកំពុងតែយំមែនមួយនឹងមកតបថាសារតុក្កតានឹងស្រីម្នាក់បានធ្លាប់ធ្វើជាទេសកលតាំងពីក្មេងហើយលោកស្នេហ៍នឹងលោកម្ចាស់បិសាចទីបំផុតបេះដូងរបស់ពួកគេក៏បានភ្ជាប់គ្នាតែដឹងថាមានរឿងអីដែរតែទឹកភ្នែករបស់នាងនឹងក៏បានស្រោចចុះមកពេលខ្លះនាងក៏រំភើបដែរប៉ុន្តែពេលខ្លះសូម្បីតែនាងក៏ចាញ់ពាក្យដែរហើយនៅក្រៅវាទាំងអស់ហើយមានអ្វីមួយដែលមិនអាចពឿននាងបាននឹងកំពុងផ្លាស់ទី